go ដល់ឡើងនេះហើយអូខេបួចោអីតោឲ្យចប់នោះជួយយកអ៊ំ What's up អាចចាក់ទុកទៅ Marima can you speak English សិស្សក្មេងដំណើរនៅលើទូកបាទសួស្តីអ្នកទាំងអស់គ្នា Welcome back មកកាន់ vlog របស់យើងបាទភាគ2បាទនៃកោះស្ដេចការធ្វើដំណើរលើកនេះគឺយើងធ្វើដំណើរចេញពីកន្លែងដែលយើងបានគេងដើម្បីជិះទូកទៅកាន់កោះផ្សេងហើយនឹងធ្វើការស្ទូចត្រីបាទអ្នកទាំងអស់គ្នាអាចមើលទេសភាពបានបាទពិតជាស្រស់ស្អាតមែនទែនបាទនៅខែនេះសូម្បីតែទឹកសមុទ្រក៏មានសភាពថ្លាមែនទែនហើយបន្តិចទៀតនេះខ្ញុំនឹងដាក់សកម្មភាពរំរែកកំសាន្តនៅលើទូកឲ្យអ្នកទាំងអស់គ្នាបានទស្សនាផងដែរបាទបាទតាណាត់បងខ្ញុំបាទចង់មកដល់លេងសមុទ្រដែរប៉ុន្តែគាត់តែឡើងលើទូកបានបន្តិចក្អួតចេញទៀតបាទមកដល់ឡៃនេះយើងធ្វើការស្ទូចត្រីបាទយើងនៅលើទូកហ្នឹងគឺគេមានឲ្យខ្សែស្ទូចហើយនឹងជាមួយនឹងដបទឹកសុទ្ធដើម្បីធ្វើការស្ទូចត្រីយើងដាក់នុយដាក់អីហើយខ្ញុំក៏ស្ទូចបានត្រីមួយផងដែរបាទប៉ាត់ជាអែមមែនតើបាទស្ទូចលើកទី1បាទហើយក៏មានសកម្មភាពបកចេកពីខាងidol យើងដែរបាទខ្ញុំឃើញអ្នកនរគ្នាមើលតន់ខ្ញុំដាក់វីដេអូ slow motion ដល់ម្ដងទៀតបាទអ្នកនរគ្នាអាចមើលតន់បាននេះគឺជាសកម្មភាពបកចេកបន្ទាប់ពីយើងមើលគេបកចេកយើងឥឡូវមកមើលគេជីកចេកម្ដងបាទនេះគឺជាការជីកចេកលើកជើងទី1ហើយជើងទី1នេះខ្ញុំអត់បានជីកទេជើងទី1នេះមានគ្នាចំនួនទាំងអស់6នាក់បាទហើយគាត់បានឡើងជិះមុនខ្ញុំហើយអ្នកនរគ្នាចាំមើលកន្លែងនេះគឺកន្លែងដែលពូកណូតគាត់កាច់បាទតែត្រង់ថាខ្ញុំខំយកទូរស័ព្ទមកថត slow motion បាទយើបាំងកាមេរ៉ាបាត់បាទមកចាក់ចោលបាទបន្ទាប់ពីខ្ញុំបានជិះជែកហើយឥឡូវនេះខ្ញុំធ្វើការមកដល់កន្លែងឆ្នេរនេះមួយដូចមានកោះទូចមួយដើម្បីមកធ្វើការជាមួយទឹកនៅក្នុងហ្នឹងបានថតមើលផ្កាថ្មប៉ុន្តែត្រង់ថាខ្ញុំអត់បានដោះ lens នៅក្នុងកាមេរ៉ាហ្នឹងទៅវាឃើញទឹកវាអត់សូវស្អាតអ្នកនរគ្នាប៉ុន្តែឃើញទៅខ្ញុំអញ្ចឹងបាទហើយបន្តមកយើងក៏បានជិះស្មាច់នេះទៅរកទូករបស់យើងវិញបាទហើយ vlog របស់យើងក៏មានតែប៉ុណ្្នឹងឯងអ្នកនរគ្នាសង្ឃឹមថាខ្ញុំចេញ vlog ទៅដើរលេងលើកោះសង្ឃឹមថាអ្នកនរគ្នានឹងគាំទ្របាទអរគុណច្រើនបាទ